ចំពោះទី13ព្រះជាម្ចាស់នៅតែប្រទានពរទោះក្នុងគ្រារាំងស្ងួតនៅឆ្នាំ2015ខ្ញុំចាប់ផ្ដើមមានផ្ទះផ្ទាល់ខ្លួនដំបូងដែលមានលក្ខណៈជាវិឡាភ្លោះរបស់ក្រុមហ៊ុនពេញហួតតែជាផ្ទះបង់រំលោះបន្ទាប់មកឆ្នាំ2018ខ្ញុំមានផ្ទះអាជីវកម្មមួយទៀតគឺពេទ្យភ្នែកកម្ពុជាដែលមានតម្លៃថ្លៃណាស់នៅលើផ្លូវជាតិលេខ1ទល់មុខបរិយាពេញហួតបឹងស្នោក៏ជាផ្ទះបង់រំលោះផងដែរនិងនៅឆ្នាំ2020ខ្ញុំបានទិញដីមួយកន្លែងដើម្បីសង់ផ្ទះមួយទៀតនៅខេត្តស្វាយរៀងខ្ញុំគិតថាព្រះជាម្ចាស់បានប្រទានពរដល់ខ្ញុំនិងគ្រួសារខ្ញុំច្រើនណាស់ដោយមិននឹកស្មានដល់តែព្រះវិហារខ្ញុំដែលខ្ញុំទៅថ្វាយបង្គំសប្តាហ៍ថ្ងៃគឺជាកន្លែងជួលគេហើយតូចចង្អៀតហើយខ្ញុំបានដាក់ដង្វាយជួសជុលកែលម្អអគារនោះជាច្រើនដងខ្ញុំបានធ្លាប់គិតចង់សង់ព្រះវិហារថ្វាយព្រះពីមុនមកដែរគឺចាប់តាំងពីឆ្នាំ2018មកម្លេះខ្ញុំតែងតែតាមដានតម្លៃដីជាប់ជានិច្ចតែខ្ញុំមិនមានលុយសល់ច្រើនទេរហូតដល់នៅពាក់កណ្ដាលឆ្នាំ2020ខ្ញុំបានសល់លុយជាង$150,000តែលុយនេះបើខ្ញុំយកទៅសងធនាគារសម្រាប់ផ្ទះដែលខ្ញុំបានទិញនៅបរិយាពេញហួតនិងផ្ទះអាជីវកម្មលើផ្លូវជាតិលេខ1គឺល្មមអាចសងផ្ដាច់ដល់ធនាគារបានតែខ្ញុំនិងភរិយាមិនយកលុយទាំងនោះសងធនាគារទេតែយកលុយនោះមកឲ្យក្រុមជំនុំខ្ចីទិញដីមួយកន្លែងដើម្បីសង់ព្រះវិហារនៅឈូកវ៉ា2ដែលមានតម្លៃ$104,500ព្រមទាំងដាក់ដង្វាយ$22,500និងឲ្យក្រុមជំនុំខ្ចីជាង$20,000ថែមទៀតបើក្រុមជំនុំខ្វះខាតក្នុងការសាងសង់ព្រះវិហារពីព្រោះព្រះវិហារដែលខ្ញុំទៅថ្វាយបង្គំជាក្រុមជំនុំច្បងដែលមានជាង150ព្រះវិហារសាខាដែលជាសមាជិកនៅទូទាំងប្រទេសយ៉ាងហោចណាស់2ខែម្ដងលោកគ្រូកងវិលអ្នកគ្រូកងវិលអ្នកដឹកនាំនិងអ្នកដាំក្រុមជំនុំថ្មីអញ្ជើញមកពីតាមបណ្ដាខេត្តនានាមកស្នាក់នៅព្រះវិហារដើម្បីអធិដ្ឋានជុំគ្នាអធិដ្ឋានទូលអង្វរសម្រាប់ក្រុមជំនុំប្រទេសជាតិនិងពិភពលោកព្រមទាំងធ្វើសិក្ខាសាលានិងការវឹកវើផ្សេងដីដែលនៅជាប់នឹងការសាងសង់ព្រះវិហារនោះគេចង់លក់ឲ្យខ្ញុំដែរតែខ្ញុំប្រាប់ទៅគេវិញថាខ្ញុំអត់មានលុយទេអស់លុយហើយដីនោះមានទំហំធំជាងដីព្រះវិហារហើយមានតម្លៃជាង$18,000លុះ6ខែក្រោយមកព្រះបានឲ្យខ្ញុំមានលទ្ធភាពសង់ផ្ទះនៅខេត្តស្វាយរៀងរួចរាល់និងមានលទ្ធភាពទិញដីនៅជាប់ព្រះវិហារនោះបានដោយបង់រំលោះជាមួយធនាគារក្នុងតម្លៃជាង$24,000ខ្ញុំនៅតែអរគុណព្រះទោះដីនោះថ្លៃជាងមុនតែព្រះជាម្ចាស់ឲ្យយើងមានលទ្ធភាពទិញដីនោះបានបើយើងគិតពីប្រយោជន៍សម្រាប់ព្រះរាជរបស់ព្រះជាមុនសិននោះគ្រប់ទាំងសេចក្តីត្រូវការនិងការចង់បានរបស់យើងទ្រង់នឹងប្រទានមកយើងថែមទៀតខ្ញុំដឹងថាប្រេងដែលហូរចេញពីពេងរបស់ព្រះជាម្ចាស់មិនចេះអស់ទេទ្រង់ធ្វើគ្រប់ការទាំងអស់កើតដោយព្រះជាម្ចាស់គុតគងស្ត្រីមេម៉ាយនៅភូមិសេរពតានៅពេលដែលស្ត្រីមេម៉ាយនោះបានផ្គត់ផ្គង់អ្នកបម្រើព្រះជាម្ចាស់គឺម្សៅនិងប្រេងមិនចេះអស់ឡើយត្បិតព្រះជាម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានព្រះបន្ទូលថាម្សៅក្នុងខាប់នឹងមិនចេះអស់ទេហើយប្រេងនៅក្នុងដបក៏មិនចេះអស់ដែររហូតដល់ថ្ងៃព្រះម្ចាស់បង្អុរភ្លៀងមកលើផែនដី1ពងសាវរៈក្សត្រចំពុក17ខ14ព្រះប្រទានពរទោះក្នុងពេលដែលសេដ្ឋកិច្ចប្រទេសជាតិកំពុងរងការប៉ះពាល់ដោយសារโรគរាតត្បាតនៃជំងឺ COVID-19 ក្តីក៏ព្រះនៅតែផ្គត់ផ្គង់ហើយថែរក្សាការពារយើងដែរព្រះអង្គបានការពារនិងប្រទានពរដល់អាជីវកម្មរបស់យើងខ្ញុំនៅតែដំណើរការទៅមុខជានិច្ច